ជាកីឡាករដែលពុំសូវមានគេស្គាល់មុនព្រឹត្តិការណ៍ World Cup ក្លាយជាខ្សែប្រយុទ្ធស្លាវវ័យក្មេងដែលមានតម្លៃជាង100លាន€តើ Yan Diomande ជានរណាហើយមានចំណុចពិសេសអ្វីខ្លះទើបមានភាពកក្រើកទីផ្សារដោះដូរក្នុងបាល់ទាត់បែបនេះចាប់ផ្ដើមដំណើរដំបូងចេញពីក្មេងលេងបាល់លើដងផ្លូវក្នុងទីក្រុង Abidjan ប្រទេស Côte d'Ivoire បន្ទាប់មក Diomande បានចូលរួមថ្នាលបាល់ទាត់ដ៏ល្បីក្នុងស្រុកកំណើតរបស់ខ្លួនឈ្មោះថា ASEC Mimosas នៅក្នុងវ័យ17ឆ្នាំគេបានផ្លាស់ទៅកាន់ប្រទេសអេស្ប៉ាញដើម្បីចុះកិច្ចសន្យាជាមួយនឹងក្លឹប Leganés ដោយដំបូងឡើយគេលេងនៅក្នុងក្រុមកម្រិតយុវជនតាមរយៈល្បឿននិងបច្ចេកទេសញាក់បាល់ដ៏ប៉ិនប្រសប់ Diomande ត្រូវបានដំឡើងមកកាន់ក្រុមធំនៅ La Liga ហើយប្រកួតដំបូងរបស់គេគឺលេងទល់ Real Madrid តែម្ដងនាខែមីនាឆ្នាំ2025ក្រោយមកគេបានចូលរួមក្លឹបអាល្លឺម៉ង់ RB Leipzig ដែលល្បីខាងនាំចូលនិងដកខាត់សមត្ថភាពកីឡាករវ័យក្មេង Leipzig បានចំណាយទឹកប្រាក់20លាន€ទៅឲ្យ Leganés ដើម្បីនាំយក Diomande មកកាន់ Bundesliga ក្នុងរដូវក្តៅឆ្នាំ2025គេសម្របខ្លួនបានយ៉ាងល្អជាមួយនឹងបាល់ទាត់អាល្លឺម៉ង់ដោយរួមចំណែកជួយ Leipzig កក់កៅអី UEFA Champions League រដូវកាល2026-2027តាមរយៈការរកគ្រាប់បាល់បញ្ចូលទី13គ្រាប់និងអាស៊ី10គ្រាប់ហើយគេត្រូវបានជ្រើសរើសជាកីឡាករក្មេងល្អបំផុតប្រចាំ Bundesliga រដូវកាល2025-2026ថែមទៀតផងនេះជាដើមទុនជួយឲ្យ Diomande ទទួលបានការកោះហៅចូលក្រុមបាល់ទាត់ជម្រើសជាតិ Côte d'Ivoire ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026គេបាននាំយកសមត្ថភាពដែលមានសម្រាប់ក្លឹបនៅអាល្លឺម៉ង់ទៅបង្ហាញលើឆាកអន្តរជាតិហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនានាក្លឹបយក្សអឺរ៉ុបមួយចំនួនរួមមាន Paris Saint-Germain, Liverpool, Manchester City និង Real Madrid ជាដើមត្រូវបានរាយការណ៍ថាមានការប្រកួតប្រជែងគ្នាចង់បាន Diomande តែក្លឹបយក្សអេស្ប៉ាញគឺជាអ្នកឈ្នះក្នុងការប្រជែងនេះបន្ទាប់ពីហ៊ានចំណាយលើសពី120លាន€គិតទាំងថ្លៃលក្ខខណ្ឌផ្សេងៗដើម្បីទិញខ្សែប្រយុទ្ធស្លាបវ័យ19ឆ្នាំនេះមិនមែនជារឿងចៃដន្យទេដែល Diomande មានតម្លៃផ្ទេរលើសពី100លាន€ដោយសារគេជាកីឡាករដែលមានល្បឿនលឿននិងបច្ចេកទេសញាក់បាល់ដ៏រស់រវើករួមជាមួយនឹងការសម្របនិងការលេង high pressing បានយ៉ាងល្អទើបធ្វើឲ្យរូបគេមានតម្លៃខ្ពស់បែបនេះលក្ខណៈសម្បត្តិពិសេសទាំងនេះអាចជាកត្តាអំណោយផលសម្រាប់ការលេងបែបការពារវាយបកលឿនៗរបស់គ្រូបង្វឹក Real Madrid លោក Mourinho ដូច្នេះហើយទើបបានជា Real Madrid ហ៊ានចំណាយទឹកប្រាក់ដ៏ច្រើនមហាសាលបែបនេះAMS Sport ដើម្បីកីឡា